ចាបងប្រុសគឺមានបញ្ហាគៀបឆ្អឹងកងកចាគឺគៀបខ្លាំងតែម្ដងគាត់គ្រាន់តែងើយគឺគាត់ចាប់ផ្ដើមទុនដៃទុនជើងវិលដួលតែម្ដងក៏មានដែរគឺគាត់ងើយកគឺអត់បានតែម្ដងជាពិសេសគឺងើយទៅលើបងប្អូនបងហាត់ជាមួយឧបករណ៍ហ្នឹងមើលទៅធូរបានប៉ុន្មាន%ហើយបងបានធូរច្រើនដែរណោះចាចឹងដូចបងបានដឹងចឹងកាលណាមានបញ្ហាគៀបឆ្អឹងកងកគឺតែងតែមានផលរំខានឈឺចាក់មកក្បាលឈឺចាក់មកខ្នងចាឈឺចាក់មកដៃស្ពឹកដៃសពុនដៃស្រាញចុងដៃចាគឺធ្វើឲ្យកម្លាំងដៃគឺចុះខ្សោយខ្លាំងតែម្ដងអ្នកខ្លះទៀតគឺបញ្ហាសារ៉ានគេងលក់គេងក៏អត់លក់ដែរតែបងប្រុសគេងលក់ធម្មតាគាត់តែគាត់ពិបាករឿងងើយរឿងស្រាញដៃចឹងគាត់មានផលរំខាននឹងយូរឆ្នាំហើយប៉ុន្តែគាត់ចាប់អារម្មណ៍ថាគាត់មានបញ្ហាលៀនឌីឆ្អឹងកងកពេលចឹងគាត់ទៅតែបានទៅ scan ទៅថតមើលបានចាប់ផ្ដើមដឹងថាមានចឹងគាត់ចាប់ផ្ដើម research បានមកជួបគីមសានរបស់យើងគឺបានធូរច្រើនហើយចាគឺគាត់បានធូរច្រើនមែនទែនចឹងគាត់ព្យាយាមនៅលំហាត់ប្រាណជាប្រចាំជាមួយនឹងកៅអី traction កចាគាត់ថាបានផលលឿនមែនទែនក្នុងការទាញជាមួយនឹងកៅអីទាញកហ្នឹងណាចឹងបងដែលមានបញ្ហាឆ្អឹងកងកកុំភ្លេចប្រើប្រាស់ជាមួយឧបករណ៍ទាញឆ្អឹងកងកហ្នឹងដើម្បីបានភាពទូស្បែកទាំងអស់គ្នាអរគុណបង